đầm bay cái đây sừng khum chỉ nickname và là mua bật mình đang mua ai tết xua thà ta thôiอย่างណាដើម្បីឲ្យចិត្តស្ងប់បានវិធីសាស្ត្រវាចេះតែមានហើយដូចជាបើសិនជាយើងមានពេលវេលាសមគួរយើងសិក្សាអំពីសមាធិខ្លះទៅអាហ្នឹងបើដើម្បីត្រឹមតែចិត្តស្ងប់ប៉ុន្តែការយល់ហេតុផលជីវិតច្បាស់លាស់ក៏វាមិនត្រឹមតែស្ងប់ទេវាអាចឲ្យយើងយល់ដឹងនិងមានភាពរវិះរវីរាល់អារម្មណ៍ដែលវាកើតឡើងមកប៉ះផ្ទុកជាមួយនឹងអាយតនៈពីព្រោះចិត្តជាធម្មជាតិត្រាច់ទៅកាន់អារម្មណ៍ហើយរាល់ថ្ងៃហ្នឹងរូបដែលយើងចង់ឃើញក្តីមិនចង់ឃើញក្តីវាត្រូវតែឃើញសំឡេងយើងចង់ឃើញក្តីមិនចង់ឃើញក្តីវាត្រូវតែឮក្លិនឮសំឡេងនិយាយច្រឡំពាក្យទាំងសុំអធិស្ឋានក្លិនយើងចង់ធំក្លិនក្តីមិនចង់ក្តីវាត្រូវឮវាត្រូវជួបប្រទេសត្រូវធំក្លិនអញ្ចឹងរសជាតិក៏អញ្ចឹងវាមិនតាមចំណង់ចំណូលចិត្តតែរហូតទេវាសម្ព័ន្ធគ្នារវាងចិត្តហើយនឹងអារម្មណ៍សប្តាហ៍ថ្ងៃយើងចែកចិត្តនិងអារម្មណ៍ហ្នឹងមិនដាច់ពីគ្នាទេអារម្មណ៍មិនមែនជាធាតុសម្រាប់ដឹងរឿងរ៉ាវទេចិត្តទេជាធម្មជាតិសម្រាប់ដឹងរឿងរ៉ាវប៉ុន្តែការសិក្សាដើម្បីចម្រើនបញ្ញាស្មារតីរបស់យើងហ្នឹងវាអត់មានលើសពីការសង្កេតពិនិត្យរាល់ការសោយអារម្មណ៍ឯវេទនាដែលកើតឡើងតាមទ្វារទាំង6ហ្នឹងជាសុខវេទនាក្តីជាទុក្ខវេទនាក្តីជាអទុក្ខមសុខវេទនាក្តីគឺវាតែងតែកើតមានអញ្ចឹងយើងអត់បានបង្កើតវាទេជាអនត្តាធម៌កើតព្រោះបច្ច័យណាប៉ុន្តែការព្យាយាមដឹងនៅសភាវៈធម៌ទាំងអស់រាល់ថ្ងៃប្រចាំជីវិតប្រចាំថ្ងៃហ្នឹងទីបំផុតទៅសូម្បីតែស្ងប់ហ្នឹងក៏យើងមិនចង់បានផងដំបូងឡើយយើងកើតទុក្ខឬក៏ខ្វល់ខ្វាយចិត្តតែងរវើរវាយអីចឹងចិត្តតែចង់បានស្ងប់ទល់តែយល់ហេតុផលពិតប្រាកដទៅណាយល់ច្បាស់នៅហេតុផលពិតប្រាកដទៅអាចិត្តស្ងប់ហ្នឹងក៏មិនដឹងប្រាថ្នាយកមកធ្វើអីផងបើខណ្ឌស្ងប់ហើយបញ្ញាវាអត់កើតទេឧទាហរណ៍ថាស្ងប់ឈឹងអត់មានកើតបញ្ហាអីទេប៉ុន្តែបញ្ញាវាអត់កើតការ realize ជា mindfulness ជាសតិរាល់ការឃើញរាល់ការឮហ្នឹងយើងអត់បានកំណត់ដឹងថាត្រឹមតែជារូបត្រឹមតែជាសម្លេងវាអត់ធ្វើការសតិហ្នឹងវាអត់ធ្វើការហើយចិត្តហ្នឹងស្ងប់ប៉ុន្តែស្ងប់បែបហ្នឹងវាដូចជាមិនមានប្រយោជន៍អីប្រហែលដែរហ្នឹងហើយពីព្រោះអាចិត្តស្ងប់ហ្នឹងធៀបពិតទៅវាគ្រាន់តែជាមូលដ្ឋានដើម្បីបណ្ដោះពូជបញ្ញាទេពូជសតិពូជអីទេអញ្ចឹងបាននៅក្នុងសតិប្បដ្ឋានសូត្រព្រះអង្គសម្ដែងពីការកំណត់ដឹងគ្រប់អរិយាបថហើយចុងក្រោយព្រះអង្គសម្ដែងអីថាម៉េចអនន្តអាតាបិសម្បជាណោសតិមាវិនយលោកេអភិជាតោមនស្សੰតាមពិតដើម្បីកំចាត់បងឯងព្រះអង្គមិនមែនថាដើម្បីឲ្យយើងទៅរកចិត្តស្ងប់ឯណាព្រះអង្គថាដើម្បីកំចាត់បងនៅអភិជាចិត្តបងនៅតោមនស្សដែលវាមាននៅក្នុងចិត្តនេះទេហើយដល់តែយើងកំចាត់បងនៅពួកអកុសលនឹងបានហើយវានៅសល់តែចិត្តស្ងប់នឹងឯងឧទាហរណ៍ដូចជាយើងមានជំងឺអញ្ចឹងអាត្មាប្រៀបធៀបឲ្យស្ដាប់នៅពេលដែលយើងឈឺយើងគ្រាន់តែថាធ្វើម៉េចឲ្យវាបាត់ឈឺឯងអាបាត់ឈឺដូចយើងចង់បានចិត្តស្ងប់អញ្ចឹងចិត្តវាខ្វល់ខ្វាយមានតែចិត្តហ្នឹងវាអពៀតហើយដល់ពេលយើងគ្រាន់តែចង់បានចិត្តស្ងប់ដូចយើងចង់បានថ្នាំបំបត្តិឈឺអញ្ចឹងវាបំបត្តិឈឺទេប៉ុន្តែវាអត់ព្យាបាលទេថ្នាំស្ពឹកថ្នាំអីអញ្ចឹងទៅវាអត់បានព្យាបាលទេ
តែការសិក្សារលឹកដឹងនៅសភាវៈធម៌ក្នុងជីវិតប្រចាំថ្ងៃដែលវាកំពុងប្រកបហ្នឹងជារូបជាសម្លេងជាក្លិនជារសផតថពៈឬកើតព្រោះបច្ច័យទាំងអស់នោះអានឹងគឺជាលក្ខណៈព្យាបាលរោគទោមនស្សរោគចំណែនរោគខឹងរោគស្អប់អីទាំងអស់នោះណាដល់ពេលព្យាបាលរោគហ្នឹងត្រូវព្យាបាលដោយមានសតិរលឹកដឹងរឿយទៅដល់អាភាពចំណែនហ្នឹងវាស្រកទៅវាថយទៅទោមនស្សវាថយទៅចំណែននិន្ទាហ្នឹងវាថយទៅស្រាប់តែនៅតែចិត្តស្ងប់នឹងបដ ாய் ទៅឃើញទេដូចរាងកាយយើងអញ្ចឹងយើងអត់បានមានបំណងថាទៅលេបថ្នាំបំបត្តិឈឺប៉ុន្តែយើងដាក់ថ្នាំបំបត្តិមេរោគឲ្យធ្វើយ៉ាងណាឲ្យថ្នាំហ្នឹងវាចូលទៅកម្ចាត់មេរោគដល់កម្ចាត់មេរោគបានហើយវាស្ងប់ឈឺទៅតាមពិតយើងមិនមែនលេបថ្នាំដើម្បីស្ងប់ឈឺទេមិនមែនដើម្បីបាត់ឈឺទេគឺដើម្បីព្យាបាលយ៉ាងណាមិញការសង្កេតពិនិត្យមើលចិត្តយើងជាប្រចាំថ្ងៃហ្នឹងរាល់ពេលនិយាយរាល់ពេលធ្វើរាល់ពេលនិយាយពីនេះនោះអីហ្នឹងយើងមើលទៅវាមានអកតេធัวនៅក្នុងហ្នឹងទេសង្កេតមើលអាចិត្តខ្លួនឯងហ្នឹងឲ្យច្រើនជាងសង្កេតមើលអ្នកដទៃលំអៀងហ្នឹងអាស្អប់ហ្នឹងក៏លំអៀងអាស្រឡាញ់ហ្នឹងក៏លំអៀងដែរថាវាមានអាធัวអញ្ចឹងមកវាមានធ្វើឲ្យចិត្តស្ងប់ណាស់អត់ទេវាជ្រួលច្បល់បើថាស្រឡាញ់ណាធ្វើម៉េចនិយាយកំពីបើថាស្អប់ណាធ្វើម៉េចនិយាយឲ្យឃើញវាជ្រួលច្បល់ទៅពីក្នុងយើងការសិក្សានៅក្នុងជីវិតប្រចាំថ្ងៃល្អមែនទែនគណៈនឹងយើងនិយាយយើងស្ដាប់តើចិត្តអីព្យាយាមដឹងអញ្ចឹងបងឲ្យយើងព្យាយាមដឹងអញ្ចឹងមែន